ឯក៏រងឃុំស្រេងសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជារាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌសង្កាត់ត្រូវបម្រើប្រជាពលរដ្ឋឲ្យគ្រប់ជ្រុងជ្រោយទាំងជីវភាពទាំងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ត្រូវចុះមើលលូប្រឡាយនិងផ្លូវជាដើមដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានជំនឿទុកចិត្តគោរពស្រឡាញ់ហើយបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាបន្តទៀតការណែនាំបែបនេះរបស់ឯកឧត្តមឃុំស្រេងបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយនឹងសមាជិកសមាជិកាគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាសង្កាត់ទួលស្វាយព្រៃទី1និងសង្កាត់ទួលស្វាយព្រៃទី2ខណ្ឌបឹងកេងកងនៅក្រោយបញ្ចប់ម៉ោងរដ្ឋបាលនាល្ងាចថ្ងៃទី22ខែកក្កដាឆ្នាំ2026នេះឯកឧត្តមឃុំស្រេងបានណែនាំដល់អាជ្ញាធរខណ្ឌចៅសង្កាត់សូមមើលថែនិងក្តាប់ឲ្យបានក្នុងករណីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតឬក៏គ្មានលទ្ធភាពបូជាសពគ្មានក្តារមឈូសជាដើមគឺរដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ធានាការរ៉ាប់រងចំណាយជូនហើយបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតអាចតាក់ទងមកអាជ្ញាធរមូលដ្ឋានសង្កាត់ឬក៏រដ្ឋបាលខណ្ឌដែលនៅជិតបំផុតការផ្ដល់ជូនបែបនេះគឺជាកុសលផលបុណ្យដ៏ធំធេងណាស់ឯកឧត្តមឃុំស្រេងបានបន្តទៀតថាដើម្បីរក្សាបាននៅប្រជាប្រិយភាពនិងបន្តទទួលបានការគ្រប់គ្រងពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតយើងត្រូវពង្រឹងចំណុចខ្វះខាតរបស់យើងពិសេសលើការផ្ដល់សេវាសាធារណៈផ្សេងជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឯកឧត្តមបានបន្តទៀតថាគណៈបកប្រជាជនកម្ពុជាត្រូវទទួលបានជ័យជំនះបន្តទៀតនិងជារៀងរហូតគ្មានបកណាមួយមានសមត្ថភាពការពារសន្តិភាពបានដោយគណៈបកប្រជាជនកម្ពុជានោះទេឯកឧត្តមឃុំស្រេងបានបន្តទៀតថាសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យនិងបានបន្តបដិញ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារបូរណភាពទឹកដីមិនឲ្យបាត់បង់ឡើយដូច្នេះក្នុងនាមអាជ្ញាធរត្រូវតែយកអ្វីទាំងនេះទៅផ្សព្វផ្សាយឲ្យដល់ប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបឲ្យកាន់តែច្បាស់ដើម្បីឲ្យពួកគាត់បន្តគ្រប់គ្រងនិងបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាយកជ័យជំនះនៅឆ្នាំ2027និងឆ្នាំ2028បន្តទៀតក្នុងឱកាសនោះដែរទាំងចៅសង្កាត់និងមេភូមិនីមួយៗបានលើកឡើងពីសមិទ្ធផលនានារបស់បកដែលសម្រេចបានជាមួយនឹងការលើកឡើងពីផែនការសកម្មភាពដែលបាននឹងកំពុងអនុវត្តដូចជាការខិតខំកសាងសមាជិកបកការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាដើមបន្ថែមពីនេះក៏បានលើកឡើងពីសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលគ្រប់គ្រងយ៉ាងពេញទំហឹងចំពោះចំណាត់ការនានារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងវិវាទព្រំដែនកម្ពុជាថៃនិងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ